ព័ត៌មានថ្មីៗនៅវេលាថ្ងៃត្រង់ថ្ងៃច័ន្ទនេះក្រុមភេរវករ11នាក់ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ឃាត់ខ្លួនសង្ស័យពាក់ព័ន្ធនឹងការបាត់យន្តហោះ MH370 ក្រុមភេរវករ11នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីសង្ស័យពាក់ព័ន្ធនៅពីក្រោយខ្នងការបាត់យន្តហោះ MH370 របស់ម៉ាឡេស៊ីនេះបញ្យងតាមសារព័ត៌មានអនឡាញមែលរបស់អង់គ្លេសចេញផ្សាយនៅព្រឹកថ្ងៃទី4 ខែឧសភាឆ្នាំ2014អាជ្ញាធររបស់ម៉ាឡេស៊ីបានបញ្ជាក់ឲ្យដឹងថាក្រុមភេរវករទាំង11នាក់នេះក៏មានការពាក់ព័ន្ធជាមួយនឹងក្រុមអាល់កៃដាផងដែរក្រសួងព័ត៌មានបានធ្វើការថ្កោលទោសចំពោះការគំរាមកំហែងលើអ្នកសារព័ត៌មានក្រសួងព័ត៌មានបានធ្វើការថ្កោលទោសចំពោះការគំរាមកំហែងអំពើហិង្សាការរឹបអូសសម្ភារៈនិងការប្រមាថទៅលើអ្នកសារព័ត៌មានដោយចាត់ទុកទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃអាទិត្យទី4 ខែឧសភាឆ្នាំ2014នេះបានឲ្យដឹងថាក្រសួងព័ត៌មានស្នើឲ្យភាគីទាំងអស់ត្រូវសហការគ្នាអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននិងទូនីតិភារកិច្ចរៀងៗខ្លួនឲ្យបានត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសចំពោះអ្នកសារព័ត៌មានដើម្បីពំនាំព្រឹត្តិការណ៍ពិតជូនមតិសាធារណជាតិនិងអន្តរជាតិអ្នកស្លាប់កើនឡើង240នាក់ហើយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងមិនលើកលែងដល់អ្នកដែលបង្កគ្រោះថ្នាក់ក្នុងករណីលេចនាវាសេវូលប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក់គឹនហេបានថ្លែងថារដ្ឋាភិបាលសន្យាថានឹងមិនលើកលែងទោសចំពោះអ្នកដែលបង្កបញ្ហាលើករណីលេចនាវាសេវូលដែលបច្ចុប្បន្នបានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់240នាក់និងបន្តបាត់ខ្លួនជាច្រើនអ្នកទៀតនេះបញ្យងតាមសារព័ត៌មាន Channel UAsia ចេញផ្សាយនៅរសៀលថ្ងៃអាទិត្យទី4 ខែឧសភាឆ្នាំ2014ម្សិលមិញការថ្លែងបញ្ជាក់ទៅកាន់ក្រុមគ្រួសារជនរងគ្រោះពីសំណាក់ប្រធានាធិបតីរូបនេះធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់និងកំពុងបាត់ខ្លួនក្នុងឧបទ្ទវហេតុនាវាទម្ងន់ជាង 6000 តោនកាលពីថ្ងៃទី16 ខែមេសាឆ្នាំ2014ដែលផ្ទុកមនុស្សចំនួន476នាក់ចាប់ឃាត់ទូកនេសាទវៀតណាមខុសច្បាប់នៅក្នុងដែនសមុទ្រខ្មែរនៅក្នុងខេត្តកំពតទូកនេសាទអូគូរបស់ជនជាតិវៀតណាម3គ្រឿងត្រូវបានប្រជានេសាទខ្មែរប្រមាណ200នាក់ឡោមព័ទ្ធចាប់ដោយហេតុថាទូកជនជាតិវៀតណាមទាំងនោះបានចូលមកនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រខ្មែរតាមសេចក្តីរាយការណ៍បានឲ្យដឹងថាករណីខាងលើនេះកើតឡើងនៅចំណុចខាងជើងកោះការាំងចម្ងាយពីមាត់សមុទ្រប្រមាណ 1000 ម៉ែត្រស្ថិតនៅក្នុងភូមិជុំគ្រាឃុំជុំគ្រាស្រុកទឹកឈូខេត្តកំពតកាលពីវេលាម៉ោង 11 យប់ថ្ងៃទី4 ខែឧសភាឆ្នាំ2014កន្លងទៅ